បាទស្វាគមន៍មកកាន់វីដេអូបន្ទាប់ទៀតវីដេអូមុនខ្ញុំបាននិយាយពីយើងប្រើ VPN នៅលើ browser Tor browser Tor យេខ្ញុំបើកមួយទៀតយេ Tor នេះគឺរូបបែបនេះអូខេហើយ browser នេះគឺខ្ញុំវីដេអូមុនគឺយើងបាននេះហើយគឺខ្ញុំបានតម្លើង download តម្លើងហើយអញ្ចឹងហើយខ្ញុំក៏បាននិយាយពីថាយើងអាចប្រើ VPN free នៅលើ Tor ហ្នឹងតែម្ដងអញ្ចឹងរាល់ពេលដែលបើកកម្មវិធី Tor ហ្នឹងមកគឺវា connect VPN ទៅគឺអូតូម៉ាទិកអញ្ចឹងខ្ញុំនិយាយវីដេអូនេះគឺចង់និយាយថាចង់ប្រាប់បងប្អូនថាហេតុអីបានកម្មវិធីធរនេះគេប្រើវាឥឡូវខ្ញុំមិញហ្នឹងខ្ញុំវីដេអូមុននេះខ្ញុំ connect រួចហើយឃើញថាខ្ញុំបានទៅដល់ Amsterdam Holland ណា map របស់គេណា Amsterdam Holland អូខេហើយ public IP គឺបែបនេះអូខេអញ្ចឹងបើសិនជាបងប្អូន access ឬមួយក៏ឧទាហរណ៍ថាបងប្អូន connect VPN ហ្នឹងហើយបងប្អូន access ទៅ website របស់ក្រុមហ៊ុនយើងឬស្ថាប័នយើងអញ្ចឹងនៅក្នុង log របស់គេនឹងឃើញថាមានអតិថិជនឬមួយក៏មាន user ម្នាក់គាត់ access ពីស្រុកហ្នឹងមកអញ្ចឹងទាំងជាក់ស្ដែងខ្ញុំប្រើ VPN អូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ថាហេតុអីបានគេប្រើកម្មវិធី Tor នេះ browser Tor ហើយខ្ញុំមិននិយាយស៊ីជម្រៅថាមិនក៏ Tor ហ្នឹងវាចេញពីណាមកហើយអ្នកណាបង្កើតវាខ្ញុំមិននិយាយស៊ីជម្រៅទេអញ្ចឹងខ្ញុំសូមនិយាយប្រាប់ថាមិនក៏គេប្រើ browser Tor នេះហើយតើវាអឺគេប្រើហ្នឹងគោលដៅអីអញ្ចឹងខ្ញុំក៏សូមបញ្ជាក់ដែរថាវីដេអូនេះខ្ញុំចែកម្លែកក្នុងន័យស្រាវជ្រាវហើយនឹងការរៀនសូត្ររបស់ IT ឬមួយក៏អីទេហើយក៏បងប្អូនអ្នកដែលគាត់ចាប់អារម្មណ៍ IT ក៏គាត់អាចអឺប្រើប្រាស់ដូចខ្ញុំឬមួយក៏ធ្វើតាមវីដេអូនោះបានប៉ុន្តែសូមបញ្ជាក់ថាមិនមានបញ្ហាអីខ្ញុំអត់ទទួលខុសត្រូវទេព្រោះដោយសារតែនេះគឺក្នុងគោលដៅស្រាវជ្រាវទេប៉ុន្តែបងប្អូនយកទៅធ្វើអីខុសខ្ញុំអត់ទទួលខុសត្រូវទេអូខេអញ្ចឹងឥឡូវសម្រាប់វីដេអូនេះខ្ញុំបើកមកហើយធរនេះគឺខ្ញុំមានហើយអញ្ចឹងធរនេះបងប្អូនអាចដឹងហើយឥឡូវយើងសាក search Google មួយមើលយើងសាក search Google មើលថាធរហ្នឹងគេគ្រាន់តែយើង search ទៅរូបភាព Google មួយហ្នឹងថាធរ browser ហ្នឹងគេធ្វើអីខ្ញុំបញ្ជាក់ម្ដងទៀតណាគេគ្រាន់តែយើងដោយសារតែ VPN យើងក៏និចមកហូឡង់ដែរអញ្ចឹងគ្រាន់តែ search Google ក៏វាចេញហូឡង់ដែរអញ្ចឹងខ្ញុំកន្លែងនេះបាក់យល់តិចអញ្ចឹងខ្ញុំសូមបើក browser ផ្សេងខ្ញុំអត់ចេះអានទេអញ្ចឹងយើងដាក់ Google យើង search មួយមកយើងដាក់ Tor browser ថា browser ហ្នឹងគេប្រើធ្វើអីគ្រាន់ចុច image មកនេះimage គេប្រាប់ច្រើននេះទៅណាណាមកកណូតែសំខាន់នេះអូខេ access deep web និង dark web អញ្ចឹង Tor browser នេះគឺគេប្រើសម្រាប់ access ទៅកាន់គេហៅថា dark web ហើយនិង deep web ដែលបងប្អូនប្រហែលជាអ្នកខ្លះគាត់ឮហើយបើអ្នករៀន IT ភាគច្រើនគឺគាត់ឮគាត់ស្គាល់ប៉ុន្តែដើម្បី access បានហ្នឹងគឺទៅប្រើកម្មវិធីហ្នឹងហើយក៏អាចមានកម្មវិធីផ្សេងទៀតដែរប៉ុន្តែកម្មវិធីនេះគឺគេពេញនិយមប្រើច្រើនជាងគេហើយនេះអញ្ចឹងវាភ្ជាប់មកកាន់ Onion Night នេះអញ្ចឹងនៅក្នុង deep web និង dark web គេអត់ប្រើប្រាស់អឺទម្រង់ដូចយើងចង់ឧទាហរណ៍ថាយើងចង់ចូលទៅ website Facebook យើងប្រើ facebook.com ឬមួយក៏យើងចូលទៅ Google យើងប្រើ google.com ឬមួយក៏យើងចង់ចូលទៅ Yahoo យើងដាក់ថា yahoo.com អត់ទេគឺនៅក្នុង deep web និង dark web គឺប្រើ address របស់វានេះគឺឈ្មោះ website របស់វានេះគឺវែងណាស់ហើយប្រើជា domain ដែលកតុយយើងគឺមាន .com ឬមួយក៏ពេលខ្លះយើងមាន .net ឬមួយក៏យើង .biz ឬមួយក៏យើង អីអីគេ អីផ្សេងទៀតច្រើននេះ .org អីចឹងទៅនេះអូខេអញ្ចឹងគ្រាន់តែខ្ញុំនេះមកនេះឃើញខ្ញុំសាកតេស្តលេងឃើញមាន onion ឃើញនេះអញ្ចឹង address របស់វាគឺជាប្រភេទនេះបងប្អូនឃើញអត់ចាំទេសំបីខ្ញុំអត់ចាំខ្ញុំអត់ចាំខ្ញុំចាំតែកតុយ onion ទេអញ្ចឹង onion នេះគឺខ្ទឹមប្រាំងហ្នឹងឯងហើយ Tor browser ហ្នឹងក៏រូបខ្ទឹមប្រាំងហ្នឹងឯងអញ្ចឹងបងប្អូនដឹងហើយខ្ញុំថា Tor browser ហ្នឹងគេប្រើដើម្បីអីហើយតឥឡូវអញ្ចឹងខ្ញុំបើកតិចទៅយើង search តិចទៅដោយសារ onion ហ្នឹងវាច្រើនណាស់ deep web ច្រើនហើយអញ្ចឹងខ្ញុំសាក search លេងទៅ best dark web អញ្ចឹងទៅ best dark web វានឹងចេញជា link មកហើយយើងអាចទៅមើលបានមើលឥឡូវ25 dark web អូខេតែពិតនៅក្នុងនេះយើងអាច search ពី browser ធម្មតាក៏បានដែរប៉ុន្តែគាត់ថាដល់ពេលយើងចង់ចូល link ហ្នឹងយើងត្រូវនេះវាដែរអញ្ចឹងនេះវាមានច្រើនណាស់ hidden wiki មានអីនៅក្នុងនេះក៏មាន Facebook ណា Facebook សម្រាប់ dark web បងប្អូនបងប្អូនអាចដឹងនេះនៅក្នុងហ្នឹងក៏មាននេះដែរណាអញ្ចឹងនៅក្នុង dark web ក៏មាន Facebook ដែរគឺសម្រាប់
តែ team របស់ dark web ហ្នឹងគេលេងអាហ្នឹងគេរបៀបថាអាមួយជាលក្ខណៈ public worldwide និងអាមួយទៀតសម្រាប់តែគ្នាគាត់ដែលលេងអីចឹងទៅអញ្ចឹងខ្ញុំអត់ដឹងដែរព្រោះខ្ញុំក៏មិនដែរលេងទៅដល់ហ្នឹងដែរយេអញ្ចឹងយើងសាកចូលមកនេះសំបី Facebook របស់ dark web នេះក៏យើងខុសពី Facebook របស់យើងដែរ Facebook របស់យើងទូទៅ facebook.com តែអានេះគឺ Facebook ហើយ Facebook core www.i.onion យេចឹងកន្លែងហ្នឹងបងប្អូនត្រូវកន្លែងហ្នឹងប្រហែលជាភ្ញាក់ផ្អើលតិចបងប្អូនអាចនឹងសឹងអ្នកខ្លះក៏អត់ដែរដឹងថា Facebook មានសម្រាប់ dark web មួយទៀតហើយក៏មាន website ច្រើនទៀតដែរខ្ញុំអត់និយាយអីនេះច្រើនទេមាន website ដែលគេលក់ជារបស់ខុសច្បាប់ឬមួយក៏លក់ជាអីផ្សេងអីនិយាយចំទៅបងប្អូនអាចនឹងដឹងហើយរឿង dark web និង deep web ហ្នឹងគឺជាកន្លែងមួយដែលជា website ល្ងឹត website ជ្រៅដែលអាចនិយាយថា website លាក់ខ្លួនដែលយើងអត់អាចដឹងហើយរាល់ការដែលបើក website ហ្នឹងគឺយើងអាសាតាម Tor browser ហ្នឹងឯងហើយក៏មានកម្មវិធីផ្សេងទៀតដូចខ្ញុំនិយាយអញ្ចឹងគឺមានកម្មវិធីផ្សេងទៀតហើយក៏មានច្រើនដែរនេះមក Amazon ក៏មាននៅក្នុងហ្នឹងដែរតែខ្ញុំក៏មិនយល់ថាមិនបើ Amazon ទៅបង្កើតអាហ្នឹងរកស្អីទៀតគួរឆ្ងល់អញ្ចឹងណាយើងមិនក៏បង្កើត Amazon ទៅដាក់នៅក្នុងហ្នឹងបង្កើត Amazon នៅក្នុងហ្នឹងហើយណានៅតែទិញហ្នឹងហើយចាស់នៅក្នុងនេះខ្ញុំធ្លាប់ search ចូលទៅដល់ខាងក្នុងហ្នឹងកន្លែងដែលគេលក់របស់អីយ៉ាងអីចឹងទៅគឺគេគិតជា Bitcoin គេគិតជា Bitcoin ឬមួយក៏ជាអាយទៅគេហៅថាលក្ខណៈថាកាក់អេឡិចត្រូនិកលុយអេឡិចត្រូនិកគេអត់គិតជាលុយដែលយើងទូទៅទេអញ្ចឹងdeep web និង dark web គឺបែបហ្នឹងបងប្អូនអាចនិយាយបានហើយនៅក្នុងហ្នឹងក៏មាន CIA ដែរមាន CIA ទៀតមាន CIA ទៀតមិនលេងសើចហើយមានច្រើនយ៉ាងហ្នឹងទៀតបងប្អូនតនេបងប្អូនអាច search ទៅតែខ្ញុំបញ្ជាក់ថាគោលដៅស្រាវជ្រាវណាហើយនឹងយើងយកស្វែងយល់ណាតែមិនមែនឲ្យបងប្អូន search ឃើញហើយទៅបង្កើត account ឬមួយក៏អីទៅទិញហ្នឹងខ្ញុំអត់ទទួលខុសត្រូវទេបងប្អូនណាបញ្ជាក់ម្ដងទៀតគ្រាន់តែថាគោលដៅវីដេអូនេះគឺខ្ញុំចង់ឲ្យបងប្អូនស្គាល់ថា dark web បើចង់បើកគេប្រើតាណាគេប្រើជាមួយអីបើកតាមវិធីណាអញ្ចឹងទៅហើយ search បែបម៉េចអញ្ចឹងណាអញ្ចឹងខ្ញុំគ្រាន់តែបញ្ជាក់ទេថាវីដេអូនេះគឺខ្ញុំគោលដៅបែបនេះតែបើសិនបងប្អូនយកធ្វើអីខុសហ្នឹងខ្ញុំអត់ទទួលខុសត្រូវទេគឺសម្រាប់តែការរៀនសូត្រទេអូខេអញ្ចឹងខ្ញុំវីដេអូនេះមានតែប៉ុណ្្នឹងទេអត់និយាយច្រើនទេនិយាយច្រើនទៀតខ្លីគីឡូបងប្អូនអាចបែកកណិតជាងហ្នឹងទៀតអញ្ចឹងខ្ញុំនិយាយតែប៉ុណ្្នឹងទេហើយសូមនឹងជួបគ្នាជាមួយវីដេអូក្រោយទៀតដែលអាចនឹងនិយាយបានថាស៊ីជម្រៅយ៉ាងហ្នឹងឬមួយក៏អីទៀតអានោះមិនសិនខ្ញុំមានឱកាសអរគុណច្រើន